ជំរាបសួរនាងខ្ញុំអ៊ីវសុមនីនាតនាងខ្ញុំបៃច័ន្ទម៉ូនីកានាងខ្ញុំលីយៀនសុឈីថ្ងៃនេះខ្ញុំមកនិយាយពីការប្រព្រឹត្តពិធីបុណ្យទន្លេលើកទី10នៅក្នុងទីរួមខេត្តកញ្ចេះដែលបុណ្យទន្លេនេះបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ខេត្តកញ្ចេះក្នុងបុណ្យទន្លេនេះគឺមានតំបន់ទេសចរជាច្រើនដូចជាព្រែកកំពីអន្លង់ផ្សោតវត្តស100កោះទ្រង់ហើយដោយបងប្អូនបានដឹងអញ្ចឹងនៅទីរួមខេត្តកញ្ចេះមានដូចជាក្រូចថ្លុងក្រឡានណែមដែលបងប្អូនអាចមកសានៅទីរួមខេត្តកញ្ចេះបានសម្រាប់ទន្លេមានផលប្រយោជន៍ជាច្រើនដល់ជីវភាពរស់នៅប្រចាំថ្ងៃដូចជាផ្ដល់ជាទីចម្រកសម្រាប់មច្ឆជាតិដូចជាសត្វត្រីសត្វផ្សោតនិងមច្ឆជាតិផ្សេងៗជាដើមដែលយើងអាចយកវាមកបរិភោគប្រចាំថ្ងៃនិងអាចផ្ដល់ជាផលប្រយោជន៍ដូចជាការសម្រាប់ការប្រើប្រាស់ទឹកប្រចាំថ្ងៃនិងផ្ដល់ជាដីល្បាប់សម្រាប់ផ្ដល់ជីវជាតិដល់ដំណាំឲ្យមានជីវជាតិល្អចុងបញ្ចប់ខ្ញុំសូមអំពាវនាវឲ្យបងប្អូននៅទីជិតទីឆ្ងាយចូលរួមនៅពិធីបុណ្យនៅក្នុងពិធីបុណ្យទន្លេនៅថ្ងៃទី27 28 29នៅក្នុងខេត្តកញ្ចេះទាំងអស់គ្នាសូមអរគុណជម្រាបលាជំរាបសួរបងប្អូនទាំងអស់គ្នាដែលនៅទីរួមខេត្តកញ្ចេះខ្ញុំបាទឈ្មោះកែវពុយសវណ្ណរាជថ្ងៃនេះដែរគឺចង់ផ្សព្វផ្សាយពីពិធីបុណ្យទន្លេលើកទី10នៅទីរួមខេត្តកញ្ចេះរបស់យើងផ្ទាល់តែម្ដងបងប្អូនទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាក៏ប្រកាសជាមានខ្លះក៏គាត់បានមកហើយពេលអ្នកខ្លះក៏គាត់អត់តន់ដែរបានមកលេងខេត្តកញ្ចេះដែរអញ្ចឹងបុណ្យទន្លេឆ្នាំនេះគឺពិតជាសប្បាយខ្លាំងមែនទែនខ្ញុំហ៊ានធានាឲ្យបងប្អូនទាំងអស់គ្នាតែម្ដងអញ្ចឹងកុំភ្លេចមកចូលរួមទស្សនាកម្មវិធីបុណ្យទន្លេហើយហូបក្រូចថ្លុងញ៉ាំកាឡានលេងព្រៃកំពីមុខវត្តទលេងទឹកនៅមុខវត្តស100កោះទ្រង់និងទៅមើលផ្សោតផងដែរអញ្ចឹងគឺមានតែប៉ុណ្្នឹងឯងសូមឲ្យបងប្អូនទាំងអស់គ្នាមកលេងខេត្តកញ្ចេះកាន់តែច្រើនណាអរគុណបងប្អូនទាំងអស់គ្នាក្រចាញ់ប្រែថ្មីសឹងមិនអង្គភិវឌ្ឍទាំង7ក្រុងស្រុករិចមុខរិចមាត់5ព្រៃមរតកដែលចូលបវរធបតីផ្ដល់ជូនស្ពានថ្មីចំណងមេត្រីកាត់ទន្លេស្រុកចិត្តបរិយនឹងព្រែកប្រសពបងប្អូនមានភ័ព្វ